ប់ហើយមិនបានជាឯងមានសភាពបែបនេះទៅវិញមកគ្នានឹកឯងគ្នាចង់ស្ដាប់ចម្រៀងឯងគ្នាក៏នឹកឯងណាស់ដែរណាបើឯងចង់មករកគ្នាឯងមករកគ្នានៅកន្លែងហ្នឹងទៅជួបហើយសុំទោសណាគ្នាមានការបញ្ញាប់បន្តិចឯងខ្វះលុយចាយហ៎ទេគ្នាមិនមែនមករកលុយឯងទេការប៉ັດគ្នាចង់ស្ដាប់ចម្រៀងឯងយកលុយនេះទៅថាយកទៅគ្នាឲ្យហើយយកទៅថាយកទៅណាទេគ្នាមិនចង់បានលុយឯងទេគ្នានឹងឯងណាគ្នាអាណិតឯងខ្លាំងណាស់លុយបរិសុទ្ធនេះវាអាចបញ្ជាក់ថាយើងអាចស្រឡាញ់គ្នាបានដែរតើឯងយកទៅគ្នារកបានទៀតចុះលុយនេះទៅសុំទោសថ្ងៃក្រោយគ្នាទៅលេងផ្ទះឯងណែសង្សារគ្នាចាំគ្នាយូរណាស់តើគ្នាលាសិនហើយណាថ្ងៃក្រោយជួបគ្នាទៀតលារួចរឿងហ្នឹងវាយ៉ាងម៉េចទៀតទៅតាំងពីពេលនោះមកខ្ញុំដូចជាផ្លេចមុខផ្លេចក្រោយជួនកាលខ្ញុំហាក់ដូចជាសប្បាយជាមួយពងមនុស្សដែលឈរជុំវិញខ្ញុំមិនហ៊ានស្លៀកពាក់អ្វីឲ្យស្អាតបាតទេព្រោះខ្លាចពួកពីវិតធ្វើបានខ្ញុំស្រឡាញ់សម្លៀកបំពាក់ដោយខ្ញុំពាក់ពេលនេះអញ្ចឹងហើយមិនដឹងវាសនាអ្វីបានជាខ្ញុំលត់ជិះម៉ូតូបងដោយមិនដឹងខ្លួនរហូតមកដល់ទីនេះនាងឈ្មោះអីសប្តាហ៍នេះស្នាក់នៅឯណាដែរខ្ញុំឈ្មោះម៉ុងសប្តាហ៍ថ្ងៃស្នាក់នៅវត្តជាមួយក្មេងអនាថា2-3នាក់សម្លៀកបំពាក់ខ្ញុំបានផ្ញើនៅដនជីនៅឯវត្តចុះបើម្ដងនាងដឹងខ្លួនម្ដងនាងមិនដឹងខ្លួនតើនាងមានបានគិតទេថានាងធ្វើយ៉ាងណាចំពោះជីវិតនាងខ្ញុំតល់គំនិតអស់ហើយបើសិនជាខ្ញុំមានវាសនាអាចនៅទីនេះបំរើបងប្អូនបើហើយជីវិតខ្ញុំមានរស្មីឡើងវិញតើខ្ញុំអាចជួយនាងដោយវិធីណាបើនៅក្នុងផ្ទះខ្ញុំមានខ្ញុំជាមនុស្សប្រុសមិនកើតទេមិនកើតទេមេឃរាំងភ្លៀងហើយឯនាងក៏មានសភាពដូចធម្មតាវិញដែរនៅពេលណាដែលខ្ញុំបានជួបមនុស្សល្អនឹងសភាពស្ងប់ស្ងាត់បែបនេះគ្មានអារម្មណ៍អ្វីដែលធ្វើឲ្យខ្ញុំឡប់នោះទេសូមបងប្អូនអនុគ្រោះឲ្យខ្ញុំនៅទីនេះមករយៈផងខ្ញុំអាណិតនាងណាស់តែមិនកើតទេមិនកើតទេនាងត្រឡប់ទៅវិញទៅខ្ញុំសូមអរគុណបងប្អូនដែលបានឲ្យបាយខ្ញុំហូបខ្ញុំសូមអរគុណនៃសម្ដីល្អទឹកចិត្តល្អរបស់បងខ្ញុំលាបងហើយផ្លែដែលខ្ញុំទៅនេះនាងគិតទៅណាខ្ញុំស្អប់ខ្ពើមនឹងជីវិតខ្ញុំណាជីវិតពោពេញទៅដោយភាពគ្រោកគ្រាតអាក្រក់ជាទីបំផុតផ្លូវមួយខ្ញុំអាចទៅរហូតឲ្យផុតពីសង្គមខ្មៅក្រខ្វក់នេះហើយផ្លូវមួយទៀតប្រហែលជាខ្ញុំ
មុំជប់សិនកំផាត់ខ្ញុំអាណិតនាងពិតជាចង់រស់នៅក្នុងខ្ទមកំសត់របស់ខ្ញុំមែនទេ